បងប្អូនទាំងគ្នាមានឆ្ងល់ទេថាតើសហរដ្ឋអាមេរិកប្រើយន្តហោះអ្វីនៅពេលដែលបើកប្រតិបត្តិការដំបូងមុនពេលដែលបញ្ជូន S-35 ឬក៏យន្តហោះចម្បាំងផ្សេងៗទៅទៀតអញ្ចឹងនៅក្នុងនោះគឺសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះមួយប្រភេទដែលមានសមត្ថភាពខ្លាំងជាងគេហើយមិនលក់ទៅឲ្យប្រទេសណាទាំងអស់នោះគឺ S-22 Raptor ដែលជាយន្តហោះចំនួនទី5របស់ក្រុមហ៊ុន Lockheed Martin នៃសហរដ្ឋអាមេរិកហើយយន្តហោះមួយប្រភេទនេះគឺសហរដ្ឋអាមេរិកហាមឃាត់ចេញច្បាប់ហាមឃាត់មិនលក់ទៅឲ្យប្រទេសណានោះទេដោយសារតែវាមានលក្ខណៈពិសេសខុសពីគេគឺបច្ចេកវិទ្យាបំបង្កាយ Stealth Technology ដែល radar មិនអាចចាប់វាបាននោះទេអញ្ចឹងបានជាការវាយប្រហារមួយនៅក្នុងប្រទេសដូចជាប្រទេស Venezuela ឬក៏ប្រទេសអ៊ីរ៉ង់គឺអាចចាប់បានថាមានយន្តហោះចម្បាំង S-22 ឬក៏យន្តហោះចម្បាំងផ្សេងទៅនោះទេដោយសារតែវាមានប្រព័ន្ធការពារមួយដែលជាបច្ចេកវិទ្យាទំនើបរបស់សហរដ្ឋអាមេរិកដូច្នេះហើយសហរដ្ឋអាមេរិកក៏មិនបានលក់វាទៅឲ្យប្រទេសណានោះដែរបន្ទាប់មកសហរដ្ឋអាមេរិកក៏បានបង្កើតយន្តហោះចម្បាំងមួយប្រភេទដែលហៅឈ្មោះថា S-35 Lightning ឬក៏ Lightning II ដើម្បីលក់ទៅកាន់ប្រទេសទាំងអស់នោះដោយមិនធ្វើការលក់នៅយន្តហោះចម្បាំងរបស់ខ្លួនចំនួនទី5 S-22 Raptor ទេលក្ខណៈពិសេសមួយចំនួនរបស់យន្តហោះ S-22 Raptor ដែលសហរដ្ឋអាមេរិកចេញច្បាប់ហាមឃាត់លក់ទៅឲ្យប្រទេសជិតខាងបំបង្កាយដែលមានលក្ខណៈពិសេសគឺ radar ចាប់មិនបានគេហៅថា Stealth Technology ទី2គឺវាមានល្បឿនលឿនខ្លាំងមែនទែនដែលគេហៅថា Mach 2 ឬក៏ល្បឿន 2400 km/h ទី3គឺវាអាចធ្វើការវាយប្រហារទៅលើសត្រូវបានឬក៏អាចការពារទៅលើដែនអាកាសខ្លួនឯងបានដូចគ្នាជាពិសេសគឺវាមានប្រព័ន្ធ radar ទំនើបដែលអាចឃើញសត្រូវមុននិងបាញ់ប្រហារទៅកាន់សត្រូវបានមុនទៀតហើយបើវាក៏មានលក្ខណៈសមរម្យដែរគឺតែមួយគ្រឿង$150 លានបើធៀបទៅនឹងយន្តហោះផ្សេងគឺមានតម្លៃរាប់លាន$ឬក៏រាប់ពាន់$រាប់មកវិញគឺ S-22 Raptor គឺជាយន្តហោះមួយចម្បាំងមួយប្រភេទដែលនៅតែជាយន្តហោះចម្បាំងដែលពិភពលោកខ្លាចរអាហើយជាពិសេសនោះមិនទាន់មាននរណាដែលជាដៃគូប្រកួតប្រជែងជាមួយនឹងវាបាននោះទេដោយសារតែវាមានបច្ចេកវិទ្យាទំនើបខ្លាំងមែនទែនបំបាំងកាយមាន sensor អាចចាប់គោលដៅសត្រូវបានមុនហើយបច្ចុប្បន្ននេះគឺវាជាយន្តហោះមួយដែលជាឆ្អឹងខ្នងមួយការពារដែនអាកាសរបស់សហរដ្ឋអាមេរិកផងដែរ